សន្តិសុខភូមិឬក៏ប៉ូលីសដៃកាន់អាយកោមចង្អុលឆ្វេងឆ្វាចមើលទៅអំណាចខ្លាំងអស្ចារ្យមិនដឹងសាក់យោខ្សែពីណាពីណីទេយ៉ាងណាបំភ្លឺច្បាស់ថាសន្តិសុខភូមិសោះហើយស្រវឹងទៀតនេះគ្រាន់តែដៃកាន់អាយកោមផងចុះបើដៃកាន់ iPhone 17 ទៀតមិនដឹងជាប៉ុណ្ណាទៅលោកព្រះនេះជាអ្នកក្លាហានចេញពីស្រុកគៀនស្វាយនៃអធិការដ្ឋាននគរបាលស្រុកគៀនស្វាយដែលបានចង្អុលអ្នកកាសែតដែលកំពុងតែផ្សព្វផ្សាយទៅកាន់មហាជនរឿងរ៉ាវលោកវីរៈសេនីយ៍តូវងសែអធិការរងទទួលផែនគ្រឿងញៀនបានទទួលមរណភាពនៅវេលាម៉ោង12:30 នាទីថ្ងៃទី9 ខែសីហាឆ្នាំ2026ការបំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកគៀនស្វាយបញ្ជាក់ថាជាសន្តិសុខភូមិមិនមែនជាមន្ត្រីនគរបាលទេហើយតាមការបំភ្លឺបុរសរូបនោះមានស្ថានភាពស្រវឹងស្រានិងបានប្រើពាក្យសម្ដីមិនសមរម្យទៀតផងអធិការនគរបាលស្រុកគៀនស្វាយបញ្ជាក់បន្ថែមថាមិនមានគោលបំណងប្រឆាំងឬស្អប់អ្នកសារព័ត៌មានឡើយនិងសូមកុំឲ្យមានការយល់ច្រឡំចំពោះកម្លាំងសមត្ថកិច្ចបន្ទាប់ពីបំភ្លឺនិងបញ្ជាក់ជូនមហាជនរួចហើយអធិការដ្ឋាននគរបាលស្រុកគៀនស្វាយក៏បានសូមអភ័យទោសនិងការយោគយល់ពីសំណាក់បងប្អូនសាធារណជននិងអ្នកសារព័ត៌មានចំពោះហេតុការណ៍ដែលបានកើតឡើងចេញពីការបញ្ជាក់របស់នគរបាលថាជាករណីចងកដើម្បីបញ្ចប់ជីវិតនេះខ្ញុំអែមសុកសវណ្ណប្រធានគណៈបកដើម្បីកម្ពុជានិងជាគណៈបកកាន់អំណាចនៅឆ្នាំ2050សូមចូលរួមរំលែកក្តីសោកសៅចំពោះក្រុមគ្រួសារសពលោកអធិការរងសូមទៅកាន់ទីស្ងប់សុខចំពោះរឿងរ៉ាវដ៏អកុសលនេះខ្ញុំមើលឃើញថាស្ថាប័នជាតិរបស់យើងសពថ្ងៃនេះរវល់តែរឿងដដែលបំភ្លឺហើយងងឹតបន្ទាប់ពីបំភ្លឺហើយក៏ស្ងាត់មួយផ្លែតបន្តបំភ្លឺទៀតនេះហើយហៅថាបំភ្លឺដើម្បីតែបំភ្លឺដើម្បីតែបំភ្លឺវាគឺជាសកម្មភាពដើរតាមសកម្មភាពសង្គមដើរតាមព្រឹត្តិការណ៍ដែលត្រូវតែដោះស្រាយនិងដាក់យន្តការជាក់លាក់ច្បាស់លាស់ដើម្បីសង្គមយើងមានសណ្ដាប់ធ្នាប់ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ខ្ញុំសូមលើកតែជ្រុងមួយនៃមន្ត្រីនគរបាលដែលចូលចិត្តពាក់អាវស៊ីវិលនិងមន្ត្រីនគរបាលដែលប្រើឯកសណ្ឋាននគរបាលនេះជារឿងមិនតូចទេបើស្ថាប័នជាតិមានមន្ត្រីធ្វើតាមទំនើងចិត្តមិនយកច្បាប់ជាគោលកាលណាមិនយកច្បាប់ជាគោលវាទៅជាសង្គមរញ៉េរញ៉ៃបង្កើតឲ្យមានការយល់ច្រឡំនិងបន្តច្រឡំដដែលឥតឈប់ឈររវាងរដ្ឋនិងរាស្ត្រដើម្បីឲ្យសង្គមជាតិដែលរញ៉េរញ៉ៃវាជាក្តីសុខរបស់ប្រជាជនរបស់ប្រជាពលរដ្ឋដើម្បីកម្ពុជានិងដើម្បីជាតិយើងពួកយើងទាំងអស់គ្នាត្រូវចូលរួមគ្នាគិតម្ដងទៀតនិងសូមគិតម្ដងទៀតថាតើមន្ត្រីនគរបាលពេលណាពាក់ឯកសណ្ឋាននិងពេលណាពាក់ស៊ីវិលព្រោះរាល់ថ្ងៃច្រឡំវល់ពេញនឹងវង្វេងអស់ហើយពិតដូចមិនពិតដូចពិតត្រង់ន័យនេះតើមន្ត្រីណាពិតនិងមួយណាមិនមែនមន្ត្រីជ្រុងមួយខ្ញុំសូមលើកយកករណីមន្ត្រីនគរបាលព្រហ្មទណ្ឌពាក់ស៊ីវិលដើម្បីងាយស្រួលក្នុងការស៊ើបអង្កេតនិងបង្ក្រាបបទល្មើសត្រង់នេះគឺប្រជាពលរដ្ឋអាចយល់បានគឺពាក់ស៊ីវិលបានប៉ុន្តែអំណាចត្រូវតែស្របច្បាប់ក៏ប៉ុន្តែយ៉ាងណាក៏ដោយសំណួរដែលសង្គមគួរតែសួរនោះគឺនៅពេលមន្ត្រីពាក់ស៊ីវិលហើយបានប្រើប្រាស់អំណាចលើប្រជាពលរដ្ឋតើយើងអាចដឹងយ៉ាងដូចម្តេចថាពួកគាត់ជាមន្ត្រីពិតនិងកំពុងតែអនុវត្តសមត្ថកិច្ចតាមច្បាប់ភ្នែកខ្ញុំមើលឃើញនៅក្នុងសង្គមសន្តិសុខភូមិចូលចិត្តពាក់ឯកសណ្ឋានណាស់ហើយបើចង្កេះសៀតឯកោមទៀតនោះគឺថាមួយភូមិដើរម្នាក់ឯងក៏បានដែររីឯមន្ត្រីនគរបាលមួយចំនួនពាក់ស៊ីវិលហើយបន្តបន្ថយតម្លៃឯកសណ្ឋានដោយយោងលើហេតុផលមិនមែនជាច្បាប់ដើម្បីការពារខ្លួនទៅវិញចង់ពាក់អីពាក់ទៅស្រេចតែអំពើចិត្តនេះជាការយល់ច្រឡំធំណាស់ព្រោះថាការពាក់ស៊ីវិលមិនគួរមានន័យថាអាចប្រើអំណាចតាមអំពើចិត្តអាចរំលងនីតិវិធីឬធ្វើឲ្យប្រជាពលរដ្ឋវិលក្បងមិនអាចផ្ទៀងផ្ទាត់អត្តសញ្ញាណមន្ត្រីបាននោះទេផ្ទុយទៅវិញមន្ត្រីត្រូវប្រើអំណាចក្នុងដែនសមត្ថកិច្ចដែលច្បាប់កំណត់ការឃាត់ខ្លួនឆែកឆេរនិងសកម្មភាពស៊ើបអង្កេតត្រូវមានមូលដ្ឋាននិងនីតិវិធីត្រឹមត្រូវហ
ហើយប្រជាពលរដ្ឋគួរមានវិធីសមស្របក្នុងការផ្ទៀងផ្ទាត់អ្នកដែលកំពុងតែប្រើអំណាចគឺជាមន្ត្រីមានសមត្ថកិច្ចពិតប្រាកដការលើកឡើងនេះយើងមិនប្រឆាំងនឹងការពាក់ស៊ីវិលរបស់មន្ត្រីទេយើងមិនប្រឆាំងហើយថែមទាំងគាំទ្រឲ្យមាន3យ៉ាងគឺច្បាប់ច្បាស់នីតិវិធីច្បាស់និងអត្តសញ្ញាណច្បាស់ច្បាប់នីតិវិធីនិងអត្តសញ្ញាណជារបស់3យ៉ាងជួយជាតិឲ្យមានសណ្ដាប់ធ្នាប់ព្រោះនៅក្នុងសង្គមនីតិរដ្ឋអំណាចមិនមែនកើតចេញពីឯកសណ្ឋានទេអំណាចកើតចេញពីច្បាប់បើការពាក់ស៊ីវិលជួយឲ្យប៉ូលីសបំពេញបេសកកម្មបានល្អគួររក្សាទុកក៏ប៉ុន្តែបើប្រើអំណាចលើប្រជាពលរដ្ឋត្រូវមានច្បាប់និងនីតិវិធីជាខ្នងបង្អែកដូចនេះពាក់ស៊ីវិលបានស៊ើបអង្កេតបានបង្ក្រាបបទល្មើសបានតែអំណាចទាំងអស់ត្រូវស្ថិតក្រោមច្បាប់កាលណាច្បាប់ច្បាស់ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តនីតិវិធីច្បាស់ធ្វើឲ្យមន្ត្រីមានយន្តការពារភាពច្បាស់លាស់អត្តសញ្ញាណគឺជាគ្រឹះនៃការគោរពច្បាប់ការលើកឡើងខាងលើនេះជៀសវាងការមើលច្រឡំដោយអតីតកាលសន្តិសុខភូមិឬប៉ូលីសឬសន្តិសុខភូមិកាលណាភ្នែកយើងមើលឃើញច្បាស់នោះសាធារណជនប្រកាសជាមើលឃើញច្បាស់ដូចតែយើងដែរពេលនោះប៉ូលីសដូចសន្តិសុខភូមិរីឯសន្តិសុខភូមិមើលទៅដូចប៉ូលីសនឹងលែងកើតមាននៅក្នុងសង្គមហើយសូមគិតម្ដងទៀតដើម្បីកម្ពុជា Please think again for Cambodia